តើមានមូលហេតុអ្វីដែលបណ្ដាលឲ្យមានក្លន់លូនឬក៏ពោះវៀនធ្លាក់ចូលមកនៅបណ្ដុំថ្ងាសឬក៏ធ្លាក់ចូលទៅក្នុងកសោមពងស្វះតែម្ដងឃើញនៅពេលដែលទារកកើតមកតាមការស្រាវជ្រាវគឺមិនទាន់មានមូលហេតុច្បាស់លាស់នៅឡើយទេនៅទូទាំងប្រទេសជឿនលឿនទាំងឡាយបើជាទឹកហើយដូចក្នុងរូបនេះហៅថាជាកោបតែបើពោះវៀនធ្លាក់ចូលវិញនឹងហៅថាក្លន់លូនឬក៏ពោះវៀនធ្លាក់ចូលប៉ោងស្រោមពងស្វះភាគច្រើនគឺចេញចូលទេហើយមិនមានការឈឺចាប់ទេហើយការឈឺចាប់នោះបើមានគឺតិចតួចទេតែបើក្នុងករណីធ្លាក់ចូលទៅហើយចេញឡើងមកលើអត់រួចធ្វើឲ្យមានការឈឺចាប់ខ្លាំងហើយអាចធ្វើឲ្យមានសញ្ញាក្អួតជាប់ស្ទះពោះវៀនលើសពី6ម៉ោងអាចបណ្ដាលឲ្យខូចពោះវៀនអញ្ចឹងទេគ្រូពេទ្យត្រូវធ្វើការវះកាត់បន្ទាន់យកពោះវៀនចូលទៅក្នុងពោះហើយដេកបិទស្រោមពីពោះវៀននោះសម្រាប់របួសនឹងជារយៈពេល5ថ្ងៃក្រោយមកខ្ញុំវិជ្ជបណ្ឌិតហូសុងលីខ្ញុំជំនាញឯកទេសកុមារនិងវះកាត់កុមាររយៈពេល18ឆ្នាំនៃបទពិសោធន៍ការងារតាមស្តង់ដារអន្តរជាតិទីតាំងរបស់ខ្ញុំនៅផ្សារឈូកមាសចូលតាមខ្លោងទ្វារផ្ទះលេខ147ផ្លូវ B សូមចុចជួយ like ជួយ share និង comment ហើយនិង follow ផងខ្ញុំបាទសូមអរគុណជម្រាបលាជួបគ្នាក្នុងវគ្គបន្ត